បាទគ្រប់សួស្តីបងប្អូនទាំងអស់គ្នាក្នុងសង្គមបាទទាំងអស់នេះជាការងារលំដំឡើងដំបូលសង្កសីបាទនៅម្ដុំកំបោរបាទគឺយើងប្រើផ្ទង30និងហ្វាំ30បាទខ្វែង25នេះជាការកម្មងរបស់បាទបងម្ចាស់ផ្ទះដែលគាត់ចង់បានបែបហ្នឹងបាទនេះជាសកម្មភាពទាំងអស់បាទរួមដែលខ្ញុំបាទនិងក្រុមជាងបាទបានមកដំឡើងជាក់ស្ដែងលើដំបូលបាទគឺដំបូលនេះគឺមានទទឹងចំនួន4ម៉ែត្រពីទឹកនិងប្រវែងដល់មុខគឺ18ម៉ែត្របាទគឺដំបូលប្រក់សង្កសី 3C ពេញបាទកម្រាស់និងដែកម៉ាលី2ទាំងអស់បាទដែក30បាទនេះបងប្អូនម៉ូតទាំងភ្លៀងបាទរលាំងធ្វើវិញអញ្ចឹងតែយើងក៏នឹងមិនភ្លេចនឹងការបាទសុវត្ថិភាពដែរគឺបាទតើរាំងមិនយើងធ្វើបាទបងឃើញហើយមានពេលក្តៅមានពេលភ្លៀងហ្នឹងឲ្យសពគ្រប់ឲ្យជីវិតជាងបាទជាងដែកតែប៉ុណ្ណឹងបាទគឺមានថ្ងៃខ្លះក្តៅថ្ងៃខ្លះត្រជាក់បាទធ្វើឲ្យបានមកលប់គឺហើយគឺចាញ់ហ្មងអត់មាននៅជ្រោកបានទេព្រោះតែហើយការងារផ្ទះគេហើយគឺយើងទៅរើបានចេញបាទគឺធម្មតាទេបងប្អូនបាទគឺជីវិតជាងតែប៉ុណ្ណេះបាទហើយគឺខ្ញុំបានដាក់វីដេអូនៃការកាត់តរូបភាពត្រួសទេបងប្អូនបាទព្រោះពេលខ្លះអត់មានពេលថតបាទព្រោះអីធម្មតាជាងយើងមិនមែនបដោតតែរឿងថតមុខទេគឺយើងត្រូវធ្វើទៅហោចសង្កសីបាទទាំងមេជាងទាំងកូនជាងគឺធ្វើសកម្មទាំងអស់គ្នាបាទនេះធ្វើកណ្ដាលថ្ងៃត្រប់បងប្អូនមានដាក់អ៊ីស៊ូឡងត្រប់អ៊ីស៊ូឡងបាទគឺពិបាកដែរអ៊ីស៊ូឡងវាត្រូវខ្យល់ទៅបក់មកផាត់ទៅផាត់មកពិបាកបាទតែយើងនៅតែធ្វើបាទស៊ូទ្រាំដើម្បីជីវភាពទាំងអស់គ្នាបាទនេះគឺបាន 80% ហើយបងប្អូនបាទហើយនឹងមានវីដេអូបញ្ចប់នៃដំឡើងហើយទាំងអស់ក៏មានដែរបាទដំបូលទាំងអស់នេះបាទគឺអតិថិជនដែលគាត់មានទំនុកចិត្តមកខាងខ្ញុំបានដំឡើងបាទហើយបាទជាយាមប្រឹកព្រៀងជូនគាត់ទាំងអស់បាទទាំងបាញ់សង្កសីទាំងក្របវិសគឺដាក់ស្តង់ដារជូនគាត់ទាំងអស់បាទនេះបងប្អូនជើញមើលទស្សនាទាំងអស់គ្នាបាទហើយមានបើបងប្អូនមានតម្រូវការបាទចង់ដំឡើងដំបូលអាចសាកសួរព័ត៌មានខ្ញុំបាទបាទចង់បានសង្កសីឬក៏ក្បឿងឬក៏ប្រភេទបាទក្បឿងជ័រក៏បានដែរបងប្អូនបាទគឺខ្ញុំបាទខាងខ្ញុំបាទមានទទួលតម្រូវការទាំងស្រុងបាទមានសម្ភារៈក៏បានពលកម្មក៏បានបាទហើយធានានៃគុណភាពនឹងដែកបាទកម្រាស់ក្រាស់ជូនបាទនេះគឺសកម្មភាពចិត្តរួចរាល់បងប្អូនបាទចិត្តរួចរាល់ហើយយើងមាន free ស្នួរកៅអៅបាទជូនអតិថិជនដែរបាទមាន free ស្នួរកៅអៅបាទទុកជាបាទទឹកចិត្តទាំងអស់គ្នាក៏លេចឃើញស្នួរកៅអៅគឺបាទនឹកឃើញជាងបាទអញ្ចឹងយើងកុំចោលបាទអតិថិជនបាទជាស្ដេចបាទគេថាអតិថិជនជាស្ដេចបាទតែគាត់ថាយើងបានបាទទឹកចិត្តរាប់អានពីគាត់ដែរបានយើងមានថ្ងៃនេះពេលធ្វើការនេះបាទអញ្ចឹងហើយក្នុងការងារទាំងអស់យើងត្រូវតែមានទំនួលខុសត្រូវខ្ពស់បាទនិងភាពស្មោះត្រង់បាទជាមួយគ្នាទើបចាប់ដៃដើមទៅមុខបានការងារតទៅមុខទៀតបាទ